ឃើញទេសភាពបែបនេះបងប្អូនប្រកាសជាឆ្ងល់ហើយថាតើនៅកន្លែងណាឯក៏ស្អាតម្ល៉េះសម្រាប់បងប្អូនដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងក្តីឬក៏តាមបណ្ដាខេត្តនានាក្តីដែលស្គាល់ឬក៏ពុំទាន់ស្គាល់ចាជាមួយនឹងទីតាំងវត្តមួយកន្លែងនេះខ្ញុំនឹងជំរាបជូននៅក្នុងវីដេអូនេះតែម្ដងវត្តនេះគឺមានឈ្មោះថាវត្តលោកច័ន្ទមនីចាដែលហៅថាវត្តសុទ្ធណាហើយវត្តហ្នឹងនៅចិត្តស្រុកនឹងខ្ញុំដែរទេហើយក៏ល្បីយូរដែរប៉ុន្តែនឹងខ្ញុំអត់ទាន់មានពេលបានទៅលេងចាតាមពិតទៅស្រុកបប៉ានឹងខ្ញុំហ្នឹងគឺនៅខាងក្រាំងលាវចានៅចិត្តវត្តហ្នឹងហើយចំពោះស្រុកកណាត់របស់អ្នកម្ដាយនឹងខ្ញុំគឺនៅខាងអូលីកវត្តស្ទឹងអញ្ចឹងម្លងតែពីរភូមិហ្នឹងគឺថាដល់ផ្ទះនឹងខ្ញុំហើយអញ្ចឹងនឹងខ្ញុំអត់សូវជាមានពេលនិយាយទៅអត់បានមានពេលទៅហើយនេះក៏ជាលើកទី1សម្រាប់នឹងខ្ញុំទៅដែរហើយការទៅហ្នឹងគឺដូចជាកន្លះខែមុនយើងនេះទេបងប្អូនហើយក៏មានបងប្អូនយើងឆ្ងល់ថាចា៎ខ្ញុំឃើញចាឯងចូលខាងគ្រីស្ទៀនឬក៏យេស៊ូហ្នឹងចាឯងទៅវត្តបានដែរចាឯងទៅវត្តអញ្ចឹងអត់អីទេចាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងជំរាបជូនតែម្ដងក៏ដូចជាខាន់តែអភ័យទោសទុកមុនបើសិនជាការនិយាយទៅខុសឆ្គងអញ្ចឹងណាមិនថាបងប្អូនគោរពខាងសាសនាព្រះពុទ្ធឬក៏ដូចនឹងខ្ញុំចូលខាងគ្រីស្ទៀនយេស៊ូអីទេគឺតម្រូវឲ្យមនុស្សលោកយើងគឺសាងល្អធ្វើល្អចាគឺអត់តម្រូវឲ្យមានការស្អប់ឈ្នានីចំណែនអ្នកដតីឬក៏ជេរប្រមាថបៃដំអ្នកដតីអីទេគឺថាតែងតែឲ្យយើងធ្វើអំពើល្អដូចគ្នាអញ្ចឹងបងប្អូនចាស្រឡាញ់ចូលចិត្តឬក៏ចារបៀបថាមាននិស័យខាងប្រពុតក៏បងប្អូនគោរពប្រពុតទៅចាដូចនឹងខ្ញុំអញ្ចឹងនឹងខ្ញុំមាននិស័យជាមួយនឹងព្រះអង្គជាម្ចាស់ព្រះយេស៊ូវគ្រីស្ទក៏នឹងខ្ញុំចូលបម្រើព្រះអង្គអញ្ចឹងទៅតែគ្រាន់តែថាការទៅវត្តនេះយើងទៅលេងបានធម្មតាគ្រាន់តែថាយើងអត់ទៅអុជធូបយើងអត់ទៅថ្វាយអង្គមអីទេចាចំពោះឪពុកម្ដាយយើងគឺយើងអាចថ្វាយអង្គមជូនលុយជូនកាក់គាត់បានតែបើទៅវត្តយើងអត់អាចថ្វាយអង្គមឬក៏អុជធូបបានទេចានៅក្នុងវីដេអូនេះនឹងខ្ញុំបញ្ជាក់ជូនប៉ុណ្ណឹងណាឥឡូវនេះវិលមកការដើរកំសាន្តក៏ដូចជាការថតឲ្យបងប្អូនមើលតែម្ដងនៅក្នុងវត្តលោកច័ន្ទមនីហើយនៅក្នុងទីធ្លាវត្តនេះគឺស្រស់ស្អាតដែរបងប្អូនហើយនេះខ្ញុំអត់ចាប់អារម្មណ៍អីទេគឺចាប់អារម្មណ៍ថាទៅពាំងហ្មងចាគឺថាឲ្យតែមានកន្លែងណារបៀបថាមានរបស់ហូបរបស់ដែលមើលទៅថានេះខ្ញុំចូលចិត្តហ្នឹងគឺដឹងអាថតហើយដល់ពេលថតនេះមកថតជាមួយនឹងសัตว์គឺសัตว์អន្សាយនេះណាបងប្អូនអាណិតមែនតែនដោយសារតែគ្នាមានវ័យចំណាស់ហើយអញ្ចឹងគ្នាមានកែស៊ីមានអីអញ្ចឹងហើយដូចថាអ្នកដែលគាត់គ្រប់គ្រងខាងសัตว์ដែលគាត់ចិញ្ចឹមនៅវត្តនឹងអញ្ចឹងណាគាត់ដាក់អានសាយហ្នឹងឲ្យវានៅផ្សេងទៅដោយសារគ្នាកែស៊ីហើយនេះគឺធីមនឹងខ្ញុំទៅហ្នឹងគឺទៅពីគ្រួសារចាទៅដល់គឺជ្រក់បាយជ្រក់អីយកទៅហូបនៅហ្នឹងហើយនៅហ្នឹងស្អាតហើយនិយាយចំទៅគឺស្អាតហើយសម្រាមសូម្បីតែបងប្អូនមើលទៅស្លឹកឈើមកក្របក៏អត់មានដែរចាគឺថាមានមីងពូដែលគាត់ចាំនៅបោះសម្អាតនៅនឹងអញ្ចឹងណាហើយបន្ទាប់ពីនាំគ្នាហូបបាយហើយគឺមកថតជាមួយនឹងសัตว์ចាសัตว์សាយខ្ជូតដែរបងប្អូនចាហើយក៏មានជាសัตว์ស្អីគេនេះមើលមុខគេដូចកដោចាហើយទូចទេបងប្អូននេះខ្ញុំប្រហែលចឹងឃើញធំតែទូចទេប៉ុន្តែខ្ជូតណាមើលមុខគេដូចកដោចឹងប៉ុន្តែមកកណាត់ក្រោមដូចឆ្លុះមិនទេចាឃើញគេសាច់ឡើងមូលលាញ់ហ្មងហើយបើកូនសាយនេះវិញនេះខ្ញុំថតនៅនោះហេដល់ពេលគ្រាន់នេះខ្ញុំដើរមកនេះគេរត់មកតាមចាចង់ឲ្យនេះខ្ញុំថតហើយអាសัตว์អីគេមុខដូចកដោហ្នឹងច្រើនណាបងប្អូនណែមើលគេថ្ងៃឡើងគេដេកគេសងល់គេសងំហើយឡើងកត្រូនហើយឡើងមកកណោបងប្អូនហើយបន្ទាប់ពីថតកន្លែងសัตว์ហើយក៏ដើរមកខាងក្រោយនេះទៀតចាមានកន្លែងកសាងកំពុងតែកសាងហ្នឹងគឺច្រើនហើយទេសភាពស្អាតហើយធំទីធ្លាធំបងប្អូនអើយហើយបងប្អូនមើលអត់មានសម្រាប់មកគ្រាប់ទេចាហើយមកដល់កន្លែងទ្រុងសัตว์នេះដូចជាសัตว์ភែអ្ហីចាមើលគេដេកមកដេកតមួឲ្យបងប្អូនអើយដាស់អាម៉េចហៅអាម៉េចក៏អត់ភ្ញាក់ដែរគាត់នឹងកើកជើងតែប៉ុណ្្នឹងឯងហើយអត់មានថាឃើញយើងមកឲ្យភ័យខ្លាចរត់អត់ទេណាចាឃើញយើងហើយសងំដេកហើយបើយើងប្រឹងហៅយើងប្រឹងអីហ្នឹងធ្វើបង្ងើចានោះបងប្អូនឃើញអត់ដេកចំហមាត់យកហ្មងហើយបើមួយទៀតនៅលើចាគេដេកឡើងដេកអាចន់លើហើយគេតម្លាក់ជើងមកនោះបងប្អូនឃើញអត់ចានិយាយវាថាខ្ជូតឲ្យសាច់គេល្មូលលាញ់ហើយបន្ទាប់ពីថតសัตว์ហ្នឹងហើយទៀតចាដើរទៅមុខឃើញសัตว์កង្កោកប៉ុន្តែទៅហ្នឹងវាអត់អត់ចាយកតុយវាអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងឃើញតែពេលវាអត់ចាយអញ្ចឹងទៅដូចមិនមែនសាច់កង្កោកចាដល់ពេលវាចាយវានិយាយពីស្អាតនេះមានពណ៌សមានពណ៌ស្អីគេពណ៌ខៀវពណ៌អីគ្រប់ពណ៌ដែរហ្នឹងសត្វកង្កោកនេះខ្ញុំឆ្ងល់ដែរថាពេលដែលប្រឡែងសត្វកង្កោកអញ្ចឹងទៅវាអត់ទៅណាណពងឲ្យឆ្ងល់ណាថាវាអត់រត់ចូលព្រៃចូលអីអញ្ចឹងណាឃើញវាដើរស៊ីចំណីនៅតាមហ្នឹងទៅ
ហើយនេះខ្ញុំដើរមកក្រោយទៀតចាំមកដល់គឺនេះកន្លែងមានព្រះអង្គធំតែអត់បានឡើងអីទេគឺថាមកខាងគៀននឹងវិញដោយសារតែចង់ចូលទៅក្នុងលាងនេះអូចាដែលល្បីស្អាតលាងនេះហ្នឹងគឺនៅហ្នឹងហើយចានិយាយទៅគឺចូលទៅមើលទៅឡើងព្រឺរោមដែរហ្នឹងបងប្អូនចានិយាយទៅការរៀបចំគឺស្អាតចាហើយចូលទៅដូចលាងនេះពិតហើយក៏នៅនឹងមានលោកពូសន្តិសុខគាត់កំពុងតែយាមកាមដែរអញ្ចឹងណាហើយយើងចូលទៅដល់យើងដោះបិជើងដាក់គៀនហ្នឹងទៅចាយើងដើរថតដើរអីបានហើយនៅក្នុងហ្នឹងបងប្អូនឃើញអញ្ចឹងឯណាអត់មានក្តៅទេចាឡើងតែស្រាប់ដោយសារអីដោយសារតែកង្ហាលនោះកង្ហាលបើកលងវូរហូតចឹងបងប្អូនហើយបងប្អូនឃើញទេការរៀបចំឯគឺស្រស់ស្អាតមែនតែនចានឹងខ្ញុំចូលទៅគឺថាដើរថតយឺតអត់ហ៊ានដើរលឿនទេបងប្អូនដោយសារតែយើងយូរបានទៅម្ដងអញ្ចឹងគឺថាដើរមើលឲ្យសពអញ្ចឹងណាហើយនេះវិញគឺថាដូចពិតហ្មងចាគឺការរៀបចំតសើហ្មងគឺស្អាតអញ្ចឹងណាហើយនៅកន្លែងនេះគេមានរៀបចំតាំងដេគ័រជាផ្កាជាអីអញ្ចឹងទៅហើយបងប្អូនឃើញមានភ្លើងឃើញមានប្រហោងហ្នឹងគឺកង្ហាលកន្លែងហ្នឹងនេះបងប្អូនឃើញកង្ហាលទេដាក់លងវូហាត់មានក្តៅទេនៅក្នុងហ្នឹងឡើងត្រជាក់ស្រាប់ហ្មងដូចម៉ាស៊ីនត្រជាក់អញ្ចឹងណាហើយចូលទៅបងប្អូនអើយឡើងត្រជាក់ហ្មងហើយមានកន្លែងបាញ់ទឹកបាញ់អីទៀតបងប្អូនចាដូចនៀកព្រុសទឹកពិតអញ្ចឹងណាហើយនេះកងោករៀបចំឯងមិនមែនកងោកពិតទេចាកងោកតែងឯងហើយចូលមកដល់ក្រោយនេះទៀតគឺមានរូបសំណាក់ស្អីគេពស់អីចឹងណានេះខ្ញុំអត់សូវស្គាល់ដែរហើយក៏អត់ហ៊ានហៅអត់ហ៊ាននិយាយដែរចាព្រោះយើងអត់សូវស្គាល់ច្បាស់ហ៎ស្គាល់តែថានេះរូបនេះហ្នឹងឯងចាអញ្ចឹងសម្រាប់បងប្អូនដែលចង់ទៅលេងនៅវត្តតាសុតអីហ្នឹងចាបងប្អូនអាចsearch រកទីតាំងបានចាហើយចំពោះទីតាំងនេះខ្ញុំស្គាល់ហ្នឹងគឺនៅភូមិប៉ាតឡាងជើងចានៅខាងឃុំក្រាំងលាវណាចាអញ្ចឹងបងប្អូនដែលចង់ទៅលេងអីអាចទៅបានហើយចូលទស្សនាហ្នឹងអត់អស់លុយទេគ្រាន់តែយើងអស់ថ្លៃយើងដាក់ប៉ាស៊ីម៉ូតូឬក៏ប៉ាស៊ីឡានអីចឹងទេតែបើការចូលទស្សនាអត់អស់លុយទេហើយក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏អធិស្ឋានបងប្អូនពូមីងតាយាយផងដែរបើសិនជាការនិយាយការបកស្រាយនៅក្នុងវីដេអូនេះមានការខុសឆ្គងអីហ្នឹងគឺថាសូមអធិស្ឋានទៅដល់សំណាក់វត្តមានពុកម៉ែបងប្អូនអ៊ំពូមីងតាយាយផងដែរអរគុណបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ